រឿងនិទានខ្លានិងតោសញ្ញាម៉ូសកាលពីព្រេងនិយាយមានខ្លាមួយក្បាលនិងតោមួយក្បាលជាសម្លាយនឹងគ្នាប៉ុន្តែអ្នកទាំងពីរមានចិត្តអំនួតរៀងខ្លួនខ្លាអួតថាគ្មាននរណាមានស្នាមឆ្នូតស្អាតដូចអញទេឯងគ្រាន់តែជាសត្វសម្បុរលឿងធម្មតាប៉ុណ្ណោះតោក្រហឹមតបឯងមើលមិនឃើញទេឬស្បែកអញទោះលឿងមែនតែអញជាស្ដេចព្រីអំណាចអញខ្លាំងពូកែជាងឯងរាប់សិបដងពួកគេឆ្លោះគ្នាឥតលែងរហូតដល់សម្រេចចិត្តប្រកួតគ្នាដើម្បីដឹងថាអ្នកណាខ្លាំងជាងពួកគេបានជ្រើសរើសយកកាវប្រណាំងទៅកាន់កំពូលភ្នំដែលខ្ពស់ជាងគេនៅក្នុងព្រៃពេលចាប់ផ្ដើមភ្លាមខ្លាចេញរត់យ៉ាងលឿនសឹងតែមើលមិនទាន់ប៉ុន្តែវាវង្វេងដោយសាររវល់តែមើលស្បែកខ្លួនឯងចំណែកតៅវិញរត់យឺតតែតាំងចិត្តមើលតែផ្លូវមុខទីបំផុតតៅបានឡើងដល់កំពូលភ្នំមុនគេខ្លាដែលដើរដល់ក្រោយក៏ដឹងខ្លួនថាអំនួតមិនអាចបដោះជ័យជំនះទេ